ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាគន្ថីទី4បទប្រឆាំងនឹងជាតិមាតិកាទី3ការប៉ះពាល់ដល់ដំណើរការរបស់រដ្ឋបាលសាធារណៈជំពូកទី1ការប៉ះពាល់ដល់រដ្ឋបាលសាធារណៈដោយអ្នកតំណាងអាជ្ញាធរសាធារណៈផ្នែកទី3និងផ្នែកទី4ផ្នែកទី3ការបំផ្លាញនៃការកេយបំបត្តិមាត្រា601បទបំផ្លាញដោយចេតនានិងកេយបំបត្តិដោយទុច្ចរិតអ្នករាជការសាធារណៈឬពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោតដែលគ្រប់គ្រងលិខិតបានមូលនិធិសាធារណៈមូលនិធិឯកជនឬវត្ថុអ្វីផ្សេងទៀតដោយសារមុខងាររបស់ខ្លួនត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី5ឆ្នាំទៅ10ឆ្នាំប្រសិនបើអ្នករាជការឬពលរដ្ឋនោះបំផ្លាញចោលដោយចេតនាឬកេយបំបត្តិដោយទុច្ចរិតនៅលិខិតប័ណ្ណមូលនិធិសាធារណៈមូលនិធិឯកជនឬវត្ថុផ្សេងទៀតនោះមាត្រា602បទធ្វើឲ្យខូចខាតឬឲ្យបាត់បង់ដោយអចេតនាអ្នករាជការសាធារណៈឬពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោតដែលត្រូវគ្រប់គ្រងលិខិតបានមូលនិធិសាធារណៈមូលនិធិឯកជនឬវត្ថុអ្វីផ្សេងទៀតដោយសារមុខងាររបស់ខ្លួនត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1ខែទៅ6ខែនិងពិន័យជាប្រាក់ពី100,000រៀលទៅ1លានរៀលប្រសិនបើអ្នករាជការឬពលរដ្ឋនោះធ្វើឲ្យខូចខាតឬធ្វើឲ្យបាត់បង់ដោយអចេតនានៅលិខិតប័ណ្ណមូលនិធិសាធារណៈមូលនិធិឯកជនឬវត្ថុអ្វីផ្សេងទៀតនោះផ្នែកទី4ការប៉ុនប៉ងនិងទណ្ឌកម្មមាត្រា603ការប៉ុនប៉ងប្រព្រឹត្តបទមជ្ឈិមដែលមានចែងក្នុងជំពូកនេះត្រូវផ្តន្ទាទោសដូចគ្នានឹងបទមជ្ឈិមខាងលើដែរលើកលែងតែបទមជ្ឈិមដែលមានចែងក្នុងមាត្រា589បទមិនព្រមដោះលែងបុគ្គលដែលត្រូវបានឃុំដោយខុសច្បាប់និងមាត្រា602បទធ្វើឲ្យខូចខាតឬឲ្យបាត់បង់ដោយអចេតនានៃក្រមនេះមាត្រា604ទោសបន្ថែមប្រភេទនិងរយៈពេលចំពោះបទល្មើសដែលមានចែងក្នុងជំពូកនេះទោសបន្ថែមដូចតទៅនេះអាចត្រូវបានប្រកាស 1. ការដកសិទ្ធិជាខ្លះជាពលរដ្ឋជាស្ថាពរឬសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើន 2. ការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈកាលបើបទល្មើសនេះបានប្រព្រឹត្តនៅក្នុងការប្រកបវិជ្ជាជីវៈឬនៅក្នុងឱកាសនៃការប្រកបវិជ្ជាជីវៈនេះជាស្ថាពរឬសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើន 3. ការរឹបអូសឧបករណ៍សម្ភារៈឬវត្ថុណាមួយដែលប្រើសម្រាប់ប្រព្រឹត្តបទល្មើសឬដែលមានគោលដៅប្រព្រឹត្តបទល្មើស 4. ការរឹបអូសវត្ថុឬមូលនិធិដែលជាកម្មវត្ថុនៃបទល្មើស 5. ការរឹបអូសផលទុនឬទ្រព្យសម្បត្តិដែលជាផលកើតចេញពីបទល្មើស 6. ការរឹបអូសយានជំនិះរបស់ទណ្ឌិតមួយគ្រឿងឬច្រើនគ្រឿង 7. ការហាមឃាត់ចំពោះការកាន់កាប់ឬការយកតាមខ្លួននៅអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទជាស្ថាពរឬសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើន 8. ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោសសម្រាប់រយៈពេល2ខែយ៉ាងច្រើន 9. ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មាន 10. ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសតាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍សម្រាប់រយៈពេល8ថ្ងៃយ៉ាងច្រើន